ជំរាបសួរនាងខ្ញុំឈ្មោះអួនចារិយាជាគ្រូឯកទេសរូបវិទ្យានៃវិទ្យាល័យព្រះរាជបូរណីកិច្ចខេត្តស្ទឹងត្រែងចានាងខ្ញុំក៏ជាគ្រូបង្គោលនៃក្លឹបមនសិការពលរដ្ឋល្អនៃវិទ្យាល័យព្រះរាជបូរណីកិច្ចចាថ្នាក់ទី11ដែលមានឈ្មោះក្លឹបថាយុវជនស្នេហាជាតិចាគម្រោងមនសិការពលរដ្ឋល្អនេះគឺពិតជាគម្រោងមួយដ៏ល្អដែលគ្រប់គ្រងនៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនៅក្នុងវិស័យមួយដ៏សំខាន់គឺការអភិវឌ្ឍមូលធនមនុស្សចាគម្រោងនេះគឺជាគម្រោងមួយដែលជំរុញឲ្យយុវជនរបស់យើងគឺខ្លាចជាយុវជនមួយដែលមានសក្តានុពលពេញលេញចាសម្រាប់ថ្ងៃអនាគតទៅគឺគាត់គឺជាសសរទ្រូងគឺជាយុវជនល្អគឺជាគ្រាប់ពេជ្ររបស់កម្ពុជាយើងចាដើម្បីអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើនហើយនាងខ្ញុំក៏បានទទួលបទពិសោធន៍ល្អៗជាច្រើនពីគ្រូឧទ្ទេសថ្នាក់ជាតិចាទាំងវិធីសាស្ត្រយុទ្ធសាស្ត្រនៃការបង្រៀនបែបគម្រោងចាបែប digital បែបជំនាញសតវត្សទី21ដើម្បីមកអភិវឌ្ឍនៅក្នុងការបង្រៀននៅមុខវិជ្ជាឯកទេសរបស់នាងខ្ញុំក៏ដូចជាអាចចែករំលែកទៅលោកគ្រូអ្នកគ្រូផ្សេងទៀតចានៅក្នុងវិទ្យាល័យចាគម្រោងនេះគឺពិតជាល្អមែនតើចាសូមអរគុណ